នៅជាយភូមិមួយឈ្មោះថាភូមិច្រាំងថ្នល់ស្វាយមានព្រៃដ៏ស្ងប់ស្ងាត់នៅដើមឈើធំមួយឈរលេចឡើងនៅចំកណ្ដាលទីនោះប្រជាជនហៅវាថាដើមវិញ្ញាណខ្មោចគេនិយាយថាពេលរាត្រីដាច់ភ្លើងឬពេលភ្លៀងធ្លាក់អាចឮសំឡេងស្រីម្នាក់យំមកពីលើដើមឈើនោះអ្នកចាស់និយាយថាពីប្រហែល50ឆ្នាំមុនមានស្រីម្នាក់ឈ្មោះសុភាជាស្រីស្រស់ស្អាតក្នុងភូមិនាងធ្លាប់រស់នៅជិតដើមឈើនោះជាមួយប្តីឈ្មោះគុន្ធាប៉ុន្តែពេលក្រោយគុន្ធាចាប់ផ្ដើមមានស្នេហាជាមួយស្រីម្នាក់ផ្សេងទៀតធ្វើឲ្យសុភាឈឺចិត្តយ៉ាងខ្លាំងយប់មួយគាត់ចាកចេញពីផ្ទះទៅស្នាក់ជាមួយស្រីថ្មីទុកសុភាដែលមានផ្ទៃពោះនៅម្នាក់ឯងសុភាភ័យខកចិត្តនិងបានស្លាប់ដោយផ្ទាល់ខ្លួននៅក្រោមដើមឈើនោះពេលអ្នកភូមិឃើញសាកសពនាងពាក់សម្លៀកបំពាក់ពណ៌សសក់រលាកពេញមុខនិងភ្នែកបើកមិនបិទតាំងពីថ្ងៃនោះមកអ្នកភូមិនិយាយថាពេលរាត្រីមានព្រះច័ន្ទពេញវង្សនាងឡើងអង្គុយលើមែកឈើធំយំដូចមនុស្សមានជំងឺឈឺរឿងនេះត្រូវបានរៀបរាប់ជាច្រើនឆ្នាំហើយមានក្មេងប្រុសម្នាក់ឈ្មោះវុធីអាយុប្រហែល18ឆ្នាំដែលមិនជឿរឿងខ្មោចទេគាត់រស់នៅជាមួយម៉ាហើយតែងទៅបរបាញ់សត្វជាមួយមិត្តចាស់ៗនៅជិតព្រៃនោះថ្ងៃមួយវុធីបានស្ដាប់អ្នកភូមិនិយាយអំពីសុភាខ្មោចស្រីលើដើមឈើគាត់សើចហើយនិយាយថាខ្មោចអីទេខ្ញុំមិនជឿរឿងបែបនេះទេមិត្តគាត់ប៉ុន្តែអ្នកស្ដាប់ហើយមានអារម្មណ៍ថារន្ធត់និងព្រឺព្រួយមិនឲ្យវុធីទៅក្បែរទីនោះឡើយប៉ុន្តែវុធីគិតថាត្រូវទៅសាកមើលផ្ទាល់ទើបដឹងយប់នោះនៅម៉ោងប្រហែល11យប់ពេលភ្លៀងតិចធ្លាក់មកនិងខ្យល់បក់ត្រជាក់វុធីយកអំពូលភ្លៀងនិងម៉ាស៊ីនថតទៅម្នាក់ឯងគាត់ចង់ថតវីដេអូបង្ហាញថាខ្មោចមិនមានទេពេលដល់ក្បែរដើមឈើនោះគាត់ស្ដាប់ឮសំឡេងស្ត្រីយំតិចលើដើមឈើហើយសូម្បីតែសំឡេងសត្វមិនមានយំផងវុធីបើកភ្លើងចង្កៀងឡើងពន្លឺភ្លឺប៉ះលើមែកឈើខ្ពស់ហើយសំបីខ្យល់ក៏គ្មានតែភ្លាមនោះសំឡេងស្រីម្នាក់ចាប់ផ្ដើមយំកាន់តែលឺទៅវុធីកាន់ម៉ាស៊ីនថតហើយចាំងភ្លើងទៅលើម៉ែកឈើខាងលើនោះហើយដែលគាត់ឃើញស្រីម្នាក់ស្លៀកខោអាវសពណ៌សសក់វែងបិទមុខអង្គុយលើម៉ែកឈើហើយសំឡេងនាងយំយ៉ាងរន្ធត់ព្រឺព្រួយត្រជាក់ដល់ឆ្អឹងខ្នងភ្នែកនាងភ្លឺក្រហមដូចភ្លើងចំហៀងមុខនាងមានស្នាមឈាមហូរពេញមកនាងយឺតលើកមុខឡើងហើយនាងនិយាយអូរិនសួស្ដីអ្នកជួយខ្ញុំផងខ្ញុំនៅទីនេះយូរហើយភ្លាមនោះអំពូលភ្លើងវុធីបានរលត់ទៅបាត់ហើយមានខ្យល់ត្រជាក់បក់មុខត្រូវត្រជាក់គាត់វុធីភ័យស្ទើរតែនិយាយមិនចេញគាត់រត់ត្រឡប់ទៅផ្លូវភូមិតែពេលដល់ចំកណ្ដាលផ្លូវស្ដាប់ឮសំឡេងស្រីស្រែកពីការ៉យកុំទុកក្នុងម្នាក់ឯង